បន្ទាប់ពីបោះតង់នៅទំនប់ទសាលើឥឡូវផឹកនេះពួកខ្ញុំរៀបចំចេញទៅលេងទឹកធ្លាក់នៅភ្នំអរ៉ាល់ម្ដងអូលោកអើយកាមមិនតាន់បានទៅលេងកំពង់ស្ពឺគិតថាផុសកំពង់ស្ពឺស្អាតប៉ុន្តែដល់ពេលបានមកមើលទេសភាពភ្នំចាស់បានដឹងថាការប៉ັດផុសនៅកំពង់ស្ពឺស្អាតចាញ់ភ្នំទេអូនិយាយលេងសើចអីខ្ញុំឃើញ layer ស្ទាប់ភ្នំមួយមកស្ទាប់អូស្អាតមែនតែនហ្មងណាតែគាត់ថាផ្លូវនេះបើថាពិបាកខ្លាំងប៉ុន្តែអត់ពិបាកខ្លាំងឯងបងប្អូនទាំងអស់គ្នាតែកន្លែងនេះរៀងជ្រៅបន្តិចដែរហើយនិយាយទៅផ្លូវប៉ុណ្នេះខ្ញុំគិតថាដូចខ្ញុំអញ្ចឹងជិះបានហើយនេះសំណាងហើយបានអូនគាត់ជួយដប់ដែរគាត់ឃើញយើងស្រីម្នាក់ឯងឃើញបើកម៉ូតូ2ថ្ងៃជាប់គ្នាឯងគាត់ថាបងឯងបើកអញ្ចឹងហត់ទេបងឯងជិះពីក្រោយម្ដងសើចសុកតិចអូអែមមែនតែនហើយកន្លែងនេះពួកខ្ញុំចុះដើរឡើងមកមុនឲ្យព្រោះអីវាងចោតខ្ពស់យើងមើលចេះអត់សូវខ្ពស់ទេប៉ុន្តែអូមិនបាច់និយាយទេដើរឡើងមកហើយឲ្យពួកគាត់ជិះម៉ូតូមកម្នាក់មួយហើយក្រុមម៉ូតូនេះគឺខ្វះពីម៉ូតូទៀតដោយសារមានបញ្ហាកង់បន្តិចត្រូវទៅជួសជុលណាអញ្ចឹងទៅក៏ពួកយើងមកមុនព្រោះយើងត្រូវរៀបចំកន្លែងរៀបចំបាយទឹកតនីតែមកឆ្ងាញ់ហ្មងមិនត្រឹមតែដើរនេះណាគឺដើរលុកព្រៃតែម្ដងតែដើរមកដល់កន្លែងនេះស្រាប់លឺសំឡេងទឹកហូរអូអត់បានទេខ្ញុំដើរបែកវងបន្តិចមកថតហ្នឹងហើយឥឡូវយើងដើរនេះកាត់ព្រៃអាស័យហើយដើម្បីបន្តទៅកន្លែងទឹកធ្លាក់យើងលេងតាមពិតយើងក៏មិនកន្លែងខ្ពស់បំផុតអីដែរគ្រាន់តែថាវាខ្ពស់ជាងកន្លែងដែលគេលេងនៅខាងក្រោមណាហើយសម្រាប់ទឹកគេអូយមកដល់នៅនេះថ្មស្អាតមើលទៅឃើញនិយាយទៅស្អាតដោយសារអីយើងមើលទៅវាមូលដុំល្អហ្មងហើយធំទៀតហើយទឹកមិនបាញ់យាយទេគឺត្រជាក់ដូចតកកតែម្ដងពេលខ្ញុំកំពុងដើរថតហ្នឹងមានអ្នកខ្លះគេចូលងូតទឹកបដាហើយតែខ្ញុំអត់តន់ងូតទេដោយសារខ្ញុំចង់ផ្ដិតយកទេសភាពខ្លះសិនហើយពួកយើងឡើងមកឥឡូវអូនេះស្អាតមែនតើបងប្អូនទាំងអស់គ្នាទឹកធ្លាក់នេះណាព្រោះដោយសារយើងមានដើមឈើអមសងខាងហើយមានដុំថ្មមានទឹកហូរអញ្ចឹងទៀតអូត្រជាក់ចិត្តស្លាប់តែមិនស្លាប់អីណាគឺចិត្តរំភើបតោះឥឡូវចាំមើលទៅទៀតពួកខ្ញុំរៀបចំធ្វើម្ហូបអីនេះខាងនេះគេចាប់ដើមមកទឹកបដាដូចខ្ញុំនិយាយអញ្ចឹងណាហើយបានប្រុសទេគាត់និយាយទៅចំណាប់ចំនួនណាមកបោះតង់លើកនេះលើកក្រោយទៅទៀតមានទ្រីបលើកទី1ប្រកាសជាមានទ្រីបលើកទី2ហើយនិយាយទៅពួកគាត់នេះដូចខ្ញុំនិយាយអញ្ចឹងពួកគាត់អាសាបោះតង់អញ្ចឹងគាត់ជំនាញទេហើយអូយអត់មានឆុញទេលើថ្មចេះឲ្យទៅអូឆ្ងាញ់ណាស់និយាយទៅវីដេអូហ្នឹងកាត់បានប៉ុណ្ណឹងអត់ចង់កាត់វែងពេកឲ្យខ្លាចទាំងអស់គ្នាទស្សនាវែងពេកហើយទុកចិត្តឲ្យបានចង់ទៅដែរអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាណាបាយ